សម្រាប់ត្រីទឹកសាបខ្ញុំអត់ដឹងថាមានឬក៏អត់ទេដោយសារតែនៅទីនេះតាំងពីខ្ញុំដើរមកម្ដងរយៈពេល2ខែជិតទៅ3ខែនេះខ្ញុំដើរបានច្រើនដែរអត់ដែលឃើញមានស្ទឹងទន្លេបឹងអីទេអូក៏អត់ដែលឃើញមានដែរដោយសារតែនៅទីនេះគឺជាប្រទេសដែលវាដីសាច់នៅទីនេះដីខ្ពង់រាបអញ្ចឹងហើយក៏ភ្លៀងក៏មិនភ្លៀងច្រើនដែរភ្លៀងបានតែមួយសើមដីតាំងពីខ្ញុំមកដល់ពេលបច្ចុប្បន្ននេះខ្ញុំអត់ដែលឃើញភ្លៀងមានទឹកទេមានទឹកតែមួយផ្លេតហ្នឹងគឺស្ងួតអស់ហើយនៅសូម្បីតែទឹកខ្ញុំប្រើបច្ចុប្បន្នហ្នឹងក៏ទឹកប្រៃដែរដាំបាយក៏ទឹកប្រៃលាងចាំងក៏ទឹកប្រៃងុយទឹកក៏ទឹកប្រៃដែរតែគេចម្រាញ់ទៅជាទឹកសាបតែបើថៃទឹកសាបមានក៏ឬអត់ចម្លើយគឺខ្ញុំអត់ដឹងទេតែបើត្រីទឹកប្រៃគឺមានទាំងអស់សម្រាប់ត្រីនៅទីនេះវាយ៉ាងថ្លៃបន្តិចដែរបើយើងទិញនៅម៉ាតគឺថ្លៃតែបើទិញនៅឡានថៃគឺថោក